ស្តីអ្នកគ្នាខ្ញុំជានិស្សិតនៃសាកលវិទ្យាល័យជាសាស្ត្រសុខាភិបាលថ្ងៃនេះខ្ញុំមានចំណេះដឹងមួយមកចែករំលែកពីល្បិចនៃការប្រឡងពេទ្យចំណុចសំខាន់ជាងគេដែលខ្ញុំយកមកចង់ចែករំលែកថ្ងៃនេះគឺយើងត្រូវឆ្លាតលើវិញ្ញាសាដែលគេដាក់មកបើសិនជាវិញ្ញាសាហ្នឹងជាវិញ្ញាសាវែងមិនសមជាមួយមកវែងខ្លាំងអញ្ចឹងយើងត្រូវតែសរសេរឲ្យលឿនធ្វើឲ្យបានច្រើនអញ្ចឹងយើងគិតលើបរិមាណច្រើនតែបើសិនជាវិញ្ញាសាហ្នឹងគេសរសេរមកវិញ្ញាសាតិចហើយមកមានច្រើនដាច់ខាតយើងត្រូវតែឆ្លាតreflect ក្នុងការប្រឡងគឺយើងសរសេរឲ្យបានច្បាស់ក្បាយឧទាហរណ៍ដូចជាកណិតអញ្ចឹងមានដាក់សុំឧទាហរណ៍កណិតរៀងនេះយើងដាក់រៀងដាក់អីចឹងមកហើយជីវវិទ្យាក៏យើងត្រូវឆ្លើយឲ្យបានលម្អិតគីមីក៏ការធ្វើលំហាត់របស់យើងតាមលំដាប់លំដោយលម្អិតមែនតែបើសិនជាវិញ្ញាសាមានលំហាត់ច្រើនអញ្ចឹងយើងគិតលើបរិមាណដែលយើងត្រូវធ្វើឲ្យលឿននេះជាចំណុចទី1សំខាន់ជាងគេដែលខ្ញុំបានធ្វើបរាជ័យការប្រឡងពេទ្យចំណុចទី2ក៏សំខាន់ដែរយើងត្រូវពេលប្រឡងហ្នឹងយើងត្រូវមើលលេខតុព្រោះអីសរសេរពេលប្រឡងពេទ្យគេអត់មានដាក់លេខតុតាមដោយប្រឡងបាក់ទៅពេលគេដាក់លេខតុញ៉ៃអញ្ចឹងយើងត្រូវតែមើលលេខតុខ្លួនឯងមុនចូលក្នុងបន្ទប់ប្រឡងយើងត្រូវកត់ណូតលេខតុខ្លួនឯងឲ្យច្បាស់ហើយពេលសរសេរចូលក្តារប្រឡងដាច់ខាតអត់ឲ្យសរសេរលេខតុខុសបាននេះចំណុចទី2ចំណុចទី3យើងការប្រឡងពេទ្យជាការប្រឡងប្រកួតប្រជែងអញ្ចឹងដាច់ខាតអត់អាចឲ្យគេចម្លងឬក៏ជជែកគ្នាមកប្រឡងបានទេត្រូវធ្វើខំរៀនខ្លួនអាហ្នឹងក៏ជាចំណុចសំខាន់ហើយចំណុចមួយទៀតមុនពេលប្រឡងយើងត្រូវទៅមើលឈ្មោះធម្មតាមុនប្រឡងគេសរសេរឈ្មោះគេប្រកាសឈ្មោះឲ្យថាមណ្ឌលប្រឡងយើងនៅណាមណ្ឌលណាបន្ទប់ណាអញ្ចឹងដាច់ខាតយើងគួរតែមើលត្រូវតែដឹងថាយើងប្រឡងនៅមណ្ឌលណាហើយបន្ទប់ណាចំណុចមួយទៀតយើងត្រូវយកឯកសារឬក៏សម្ភារៈពេលប្រឡងនេះយើងយកទៅឲ្យគ្រប់មានដូចជាការផ្សេងការវាក់សាំងមានបង្កាន់ដៃដាក់ពាក្យបិញយកទៅឲ្យលើសតិចទៅមានបន្ទាត់មានសម្ភារៈសរសេរហ្នឹងឲ្យបានគ្រប់គ្រាន់ហើយនឹងអាចប្រើกระดาษជូតមាត់យកกระดาษជូតមាត់ទៅផងដោយសារយើងត្រូវជូតចុងប៊ិចដើម្បីកុំឲ្យសរសេរទៅវាបតាក់លើกระดาษប្រឡងយើងអាហ្នឹងក៏ជាចំណុចសំខាន់យើងត្រូវគិតឲ្យគ្រប់ជ្រុងជ្រៅមុននឹងទៅប្រឡងព្រោះឯការប្រឡងបច្ចេកយើងត្រូវធ្វើឲ្យបានល្អឲ្យខ្លាំងទៅយើងអាចប្រឡងចូលជាប់ចំណុចមួយទៀតយើងត្រូវស្លៀកពាក់ឯកសណ្ឋានសិស្សចំណុចសំខាន់ដែរពេលប្រឡងយើងអត់ត្រូវប្រើទឹកលុបទេពេលសរសេរกระดาษប្រឡងហ្នឹងយើងបើខុសយើងឈោតទៅហើយព្យាយាមយ៉ាងណាសរសេរកុំឲ្យខុសបើសរសេរខុសប្រើទឹកលុបយើងធ្លាក់មកអញ្ចឹងត្រូវធ្វើកិច្ចការឲ្យបានល្អជួបប្រឡងជាប់ចំណុចមួយទៀតទៅប្រឡងយើងគួរតែទៅឲ្យបាន1ម៉ោងទៅបើសិនជាគេចូលម៉ោង7ម៉ោង6យើងទៅដល់មណ្ឌលព្រោះអីត្រូវការស្ទះមានផ្ញើម៉ូតូមានទៅរកបន្ទប់ប្រឡងមកឃើញព្រោះអីមណ្ឌលប្រឡងមួយសាលាក្នុងពេញគឺធំមែនតើយើងពិបាករកបន្ទប់ប្រឡងចំណុចសំខាន់មួយទៀតពេលប្រឡងមុនចូលប្រឡងយើងត្រូវតែញ៉ាំអីឲ្យហើយនឹងចូលបន្ទប់ទឹកអីឲ្យហើយអត់សាច់បាច់ដូចជាមានទឹកមានអីយកចូលទៅញ៉ាំមានចូលបន្ទប់ទឹកអីឲ្យដើម្បីកុំឲ្យពេលប្រឡងយើងចំណាយពេលទៅបន្ទប់ទឹកទៅអីញ៉ៃច្រើនខាតពេលហ្នឹងហើយចំណុចសំខាន់ដែលខ្ញុំចង់ចែករំលែកថ្ងៃហ្នឹងមានប៉ុណ្ណឹងអរគុណជំរាប